ព្រះរាជសម្ភារចៅពញាតោគ្មានចំណូលចិត្តចង់សោយរាជទេព្រះអង្គមានមេត្តាធម៌ឆាប់រំភើបស្រឡាញ់អក្សរសាស្ត្រនិងសិល្បៈព្រះអង្គចាក់ចោលគូដណ្ដឹងនាមច័ន្ទវតីឬអ្នកខ្លះហៅថាបុប្ផាវតីដើម្បីទៅបួសនៅឯអង្គរវត្តបាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនដែលនិយមតាមបណ្ឌនីប្រវត្តិសាស្ត្រនៅថ្ងៃនេះខ្ញុំបាទនឹងលើកយកនៅរឿងរ៉ាវប្រវត្តិសាស្ត្រថ្មីមួយទៀតមកជម្រាបជូនដល់ពុកម៉ែបងប្អូនដូច្នេះសូមពុកម៉ែបងប្អូនរីករាយសម្ដាប់ជាមួយខ្ញុំបាទដូចតទៅរាជសម្ភារចៅពញាតោកវីល្បីឈ្មោះក្នុងឆ្នាំ1629ដល់ឆ្នាំ1634ការព្រះបាទជ័យជេដ្ឋាទី2សោយទីវង្គតទៅនៅឆ្នាំ1628អនុជព្រះអង្គនាមព្រះឧទ័យបានកាន់កាប់អំណាចបណ្ដោះអាសន្ននៅឆ្នាំ1629ទើបបុត្រាព្រះអង្គនាមរាជសម្ភារចៅពញាតោឡើងគ្រងរាជ្យនៅកោះឃ្លោកដែលបច្ចុប្បន្នគឺស្ថិតនៅក្នុងស្រុកកណ្ដាលខេត្តកណ្ដាលបច្ចុប្បន្ននេះព្រះរាជសម្ភារចៅពញាតោគ្មានចំណូលចិត្តចង់សោយរាជទេព្រះអង្គមានមេត្តាធម៌ឆាប់រំភើបស្រឡាញ់អក្សរសាស្ត្រនិងសិល្បៈព្រះអង្គចាក់ចោលគូដណ្ដឹងនាមច័ន្ទវតីឬអ្នកខ្លះហៅថាបុប្ផាវតីដើម្បីទៅបួសនៅឯអង្គរវត្តក្សត្រីអង្គនេះក៏បានរៀបអភិសេកជាមួយព្រះឧទ័យដែលត្រូវជាឪពុកមាព្រះអង្គនិងជាឧបរាជបន្ទាប់មកចៅពញាតោបានចាក់សិក្ខាបទហើយឡើងសោយរាជ្យព្រះអង្គនិងច័ន្ទវតីចាប់ស្រឡាញ់គ្នាឡើងវិញគូសង្សារទាំងពីរសរសេរលិខិតអែមល្ហែមឆ្លើយឆ្លងគ្នានិងតែងតែរកឱកាសជួបគ្នាថ្ងៃមួយច័ន្ទវតីបានយាងចូលរាជវាំងដើម្បីជួបរាជាព្រះឧទ័យខ្ញាល់ខ្លាំងក៏លើកទ័ពចេញទៅតាមមានទាំងជនបរទេសផងព្រះរាជសម្ភារច្បាំងចាញ់ហើយក៏ភៀសខ្លួនជាមួយច័ន្ទវតីគូស្នេហ៍ទាំងពីរត្រូវគេតាមទាន់ព្រះអង្គឡើងទៅពួនលើចុងត្នោតរួចត្រូវគេធ្វើគុតដោយប្រើកាំភ្លើងបាញ់ទម្លាក់រីឯព្រះស្ត្រីត្រូវគេចាប់យកទៅធ្វើទោសចៅពញានូឬអង្គទងរាជាអនុជព្រះរាជាសម្ភារឡើងគ្រងរាជ្យនៅក្នុងឆ្នាំ1535រហូតទ្រង់ចូលទីវង្គតនៅគ្រិស្តសករាជ1639បន្ទាប់មកព្រះឧទ័យក៏បង្កឲ្យ
មានការឆ្លេចរាជ្យដោយបងវ៉ែរាជទៅថ្វាយបុត្រាខ្លួននាមបទុមរាជាអង្គនុនវិញនៅឆ្នាំ1639ដល់ឆ្នាំ1641បាទអរគុណលោកពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់សម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត